Chàoជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍បងប្អូនចូលមកកាន់ភាសាអង់គ្លេសទំព័រថ្មីគឺទំព័រទី98ចាអញ្ចឹងបងប្អូនដែលមានសភៅក៏คลิกបើកមកទំព័រទី98យើងចូលទៅកាន់ជំពូកថ្មីមួយទៀតគឺជំពូកទី6ចាតោះឥឡូវយើងចូលទៅមើលចំណងជើង Chapter 6 ជំពូកទី6 My Life After School My Life After School ជីវិតរបស់ខ្ញុំបន្ទាប់អំពីរៀនចាបន្ទាប់អំពីរៀនឬក៏ក្រោយពីទៅសាលារៀន Unit 16 I can do it មេរៀនទី16ខ្ញុំអាចធ្វើវាបាន I can do it ខ្ញុំអាចធ្វើវាបាន I can do it ខ្ញុំអាចធ្វើវាបានI can do it better ខ្ញុំអាចធ្វើវាបានប្រសើរជាងចាមុននឹងយើងចូលទៅសិក្សាលម្អិតនៃជំពូកទី6របស់យើងឥឡូវយើងនឹងចូលទៅរៀនអំពីពាក្យថ្មីនៃមេរៀនរបស់យើងជាមុនសិនចាអញ្ចឹងពាក្យថ្មីរបស់យើងនៅទំព័រ207តោះឥឡូវយើងទៅទាំងអស់គ្នាចានេះគឺពាក្យថ្មីរបស់យើងបងប្អូនChapter 6 Unit 16ជំពូកទី6មេរៀនទី16ចាយើងមើលពាក្យរបស់យើងគឺ climb a tree climb a tree យើងបកថាឡើងដើមឈើ sing យើងបកថាច្រៀង dance រាំ feed the dog feed the dog ឲ្យចំណីឆ្កែ play the guitar play the guitar លេងហ្គីតាផាតសត្វចិញ្ចឹមមួយឆាតតារាងមួយចាឥឡូវយើងចេះពាក្យថ្មីហើយយើងត្រឡប់ទៅទំព័រទី98នៅខាងមុខវិញអញ្ចឹងយើងបន្តចូលចំណុចទី1 number 1 match the words with the pictures match the words with the picture គូបកងពាក្យជាមួយនឹងរូបភាពគូបកងពាក្យជាមួយនឹងរូបភាពចានេះគឺជារូបភាពដែលគេបានឲ្យមានចំនួន6ចាមាន A B C D រហូតដល់ F ហើយពាក្យថ្មីរបស់យើងក៏មានចំនួន6ដូចគ្នាមានពាក្យខ្លះបងប្អូនមើលចាយើងបានបកប្រែនៅខាងក្រោយទំព័ររបស់យើងមិញ sing យើងបកថាច្រៀង dance រាំ feed the dog ឲ្យចំណីឆ្កែ ride a bike ជិះកង់ play the guitar លេងហ្គីតា climb a tree ឡើងដើមឈើចា climb a tree ឡើងដើមឈើអញ្ចឹងបងប្អូនយើងយកពាក្យដែលនៅក្នុងប្រអប់នេះមកផ្គូផ្គងជាមួយនឹងរូបភាពដែលគេបានឲ្យនៅក្នុងចំណុចទី1ហើយបងប្អូនមើលមានអីខ្លះចាឥឡូវយើងមើលពី letter C ចារូបភាពនេះគឺឡើងដើមឈើអញ្ចឹងគឺត្រូវជាមួយនឹងលេខ6យើងផ្គូផ្គងជាមួយនឹងលេខ6គឺ climb a tree បន្តមកទៀតរូបភាព A បងប្អូនមើល A នេះគឺលេងហ្គីតានេះគឺ play the guitar ចា play the guitar letter D នេះគឺ ride a bike ចា D គឺ ride a bike មានអីទៀតចាមាននេះបងមើលកន្លែងនេះគេឲ្យចំណីសត្វឆ្កែហើយនេះអញ្ចឹង feed the dog ចា feed the dog លេខ3ជាមួយនឹង letter F feed the dog ឲ្យចំណីសត្វឆ្កែហើយមួយទៀតគឺletter E នេះគឺយើងមើលសកម្មភាពគាត់ឈរចាជារាំអញ្ចឹងដានត្រូវជាមួយនឹង number 2គឺដានរាំចុងក្រោយ letter B sing ច្រៀង sing ច្រៀងអញ្ចឹងយើងបានផ្គូផ្គងពាក្យដែលនៅក្នុងប្រអប់ជាមួយនឹងរូបភាពរួចអស់ហើយឥឡូវយើងមើលបន្តទៀតចា type script 6.16.1 listen and check listen and repeat គេឲ្យយើងចូលទៅមើល type script 6.16.1 ស្ដាប់
នឹងធ្វើការត្រួតពិនិត្យស្ដាប់ហើយនឹងថាតាមឬក៏ថាឡើងវិញចាអញ្ចឹងពាក្យដែលនៅខាងក្រោយហ្នឹងគឺពាក្យដែលនៅក្នុងប្រអប់នេះឯងបងប្អូនណាគឺជាពាក្យដែលនៅក្នុងប្រអប់នេះចាអញ្ចឹងយើងនឹងបន្តទៅកាន់ចំណុចលេខ2បន្តទៀត number 2 TypeScript 6.16.2 TypeScript 6.16.2 Who is better នរណាប្រសើរជាង អាវងអតារាអាវងអតារាអាវងឬក៏តារា guess ទស្សទាយឬក៏ស្មាន listen and check ស្ដាប់និងធ្វើការត្រួតពិនិត្យតោះឥឡូវបងប្អូនអរគ្នាយើងចូលទៅមើល TypeScript 6.16.2 ចាឥឡូវយើងអានអត្ថបទហើយធ្វើការបកប្រែហើយបន្តមកទៀតយើងនឹងធ្វើការប្រៀបធៀបថាតើនរណាប្រសើរជាងអាវងឬក៏តារាតោះឥឡូវយើងបងប្អូនអាចស្ដាប់ហើយធ្វើការត្រួតពិនិត្យឬក៏ស្ដាប់ហើយបកប្រែជាមួយនឹងខ្ញុំតែម្ដង TypeScript 6.16.2 Who is better នរណាដែលប្រសើរជាងតារាចាអញ្ចឹងនៅក្នុង TypeScript នេះគឺជាការសន្ទនារវាងតារាជាមួយនឹងអាវងចាតារាគឺជាមនុស្សហើយអាវងគឺជាសត្វណាតារា Hi I'm តារាសួស្ដីខ្ញុំគឺតារា I'm better than អាវងខ្ញុំប្រសើរជាងអាវង I can play football well ខ្ញុំអាចលេងបាល់ទាត់បានយ៉ាងល្អ I can ride a bike ខ្ញុំអាចជិះកង់ I can swim ខ្ញុំអាចហែលទឹកចាអញ្ចឹងតារាគាត់និយាយថាគាត់អាចលេងបាល់ទាត់អាចជិះកង់ហើយនឹងអាចហែលទឹកអាវងអូតារា I'm better than you អញ្ចឹងអាវងគាត់និយាយតថាតារាខ្ញុំប្រសើរជាងអ្នក I can climb tree really fast ខ្ញុំអាចឡើងដើមឈើលឿនណាស់ really fast យ៉ាងលឿនខ្លាំងណាស់ I can speak English well ខ្ញុំអាចនិយាយភាសាអង់គ្លេសនឹងបានយ៉ាងល្អ I'm really good at English ខ្ញុំពិតជាពូកែខាងភាសាអង់គ្លេសចាអញ្ចឹងនេះគឺជាសម្ដីរបស់អាវងដែលគាត់និយាយថាគាត់ប្រសើរជាងតារាគឺអាវងគាត់អាចឡើងដើមឈើបានលឿនអាចនិយាយភាសាអង់គ្លេសបានល្អចាតារា Oh yes yeah but can you feed the dog អូបាទប៉ុន្តែអ្នកអាចតើអ្នកអាចឲ្យចំណីសត្វឆ្កែបានដែរឬទេអាវង No I can ទេខ្ញុំមិនអាចទេ but I can fly ប៉ុន្តែខ្ញុំអាចហើរ I can fly really high ខ្ញុំអាចហើរបានយ៉ាងខ្ពស់ខ្លាំងណាស់ really high ពិតជាហើរបានយ៉ាងខ្ពស់ Can you fly តើអ្នកអាចហោះហើរបានដែរឬទេតារា No I can't ទេខ្ញុំមិនអាចទេ but I can draw ប៉ុន្តែខ្ញុំអាចគូរ Look I can draw really well មើលណាក្លេកមើលណាឬក៏មើលណាខ្ញុំអាចគូរបានល្អខ្លាំងណាស់ really well ពិតជាល្អខ្លាំងណាស់អាវង I can draw ខ្ញុំមិនអាចគូរបានទេ but I can sing ប៉ុន្តែខ្ញុំអាចច្រៀង and dance ហើយនឹងរាំ Here មើលណា I can sing ខ្ញុំអាចច្រៀង and dance really well ហើយនឹងរាំបានយ៉ាងល្អខ្លាំងណាស់ Oh and I can play the guitar too ហើយនឹងខ្ញុំអាចលេងហ្គីតាផងដែរតារា Oh yeah but can you get out of this cage អូបាទប៉ុន្តែតើអ្នកអាចចេញពីទ្រុងនេះបានដែរឬទេចាអញ្ចឹងចុងក្រោយតារាសួរថាតើអាចចេញពីទ្រុងនេះបានដែរឬទេអញ្ចឹងខ្ញុំនឹងសង្ខេបឡើងវិញជូនបងប្អូនទាំងអស់គ្នា
ថាតើអវងចេះធ្វើអីខ្លះហើយតារាបកែខាងអីអវងកែខាងអីចាអញ្ចឹងអវងគាត់បកែខាងឡើងដើមឈើគាត់បកែខាងនិយាយភាសាអង់គ្លេសបានយ៉ាងល្អចាអាចហៅបានខ្ពស់ចាអាចច្រៀងហើយនឹងរាំហើយនឹងភ្លេងហ្គីតាលេងហ្គីតាចំណែកឯតារាគាត់អាចលេងបាល់ទាត់ចាគាត់អាចលេងបាល់ទាត់គាត់អាចជិះកង់អាចហែលទឹកហើយនឹងគោគំនូចាហើយនឹងគាត់អាច feed the dog ចាគាត់អាចឲ្យចំណីសត្វឆ្កែផងដែរចាឥឡូវយើងត្រឡប់ទៅទំព័រ98នៅខាងមុខរបស់យើងវិញចាអញ្ចឹងសំណួរទី2បងប្អូនអាចឆ្លើយដោយខ្លួនឯងមក Who is better នរណាប្រសើរជាងអាវងឬក៏តារាអញ្ចឹងបងប្អូនអាចឆ្លើយមកអាវងបើបងប្អូនយកមកបងប្អូនឆ្លើយយកវងមកហើយបងប្អូនអាចចាប់យកតារាបកែជាងគឺបងប្អូនយកតារាចឹងមកឬក៏ឆ្លើយពេញថាអាវង is better ឬក៏តារា is better បើបងប្អូនយល់ថាអាវងប្រសើរជាងបងប្អូនឆ្លើយថាអាវង is better បើសិនជាបងប្អូនយល់ថាតារាប្រសើរជាងបងប្អូនឆ្លើយថាតារាប្រសើរតារា is better ចាអញ្ចឹងកន្លែងនេះគេឲ្យយើងទស្សន៍ទាយឬក៏ស្មានអញ្ចឹងក្នុងការសន្ទនារវាងអាវងហើយនិងតារាសម្រាប់បងប្អូនតើបងប្អូនយកជ្រើសរើសយកអាវងឬក៏ជ្រើសរើសយកតារាចាអញ្ចឹងសម្រាប់ខ្ញុំឆ្លើយថាតារា is better than អាវងចាតារា is better than អាវងតារាគឺប្រសើរជាងអាវងបកែជាងអាវងចាអញ្ចឹងសម្រាប់ភាសាអង់គ្លេសទំព័រទី98គឺខ្ញុំមានតែប៉ុណ្ណឹងទេសម្រាប់ជូនបងប្អូនទាំងអស់គ្នាហើយក៏សូមអរគុណបងប្អូនផងដែរសម្រាប់ការតាមដាននៅវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបបងប្អូននៅវីដេអូក្រោយទៀតទំព័រទី99